Hai ក៏ដូចជាសួស្តីអ្នកនរគ្នាមកជួបជាមួយនឹងមីម្ដងទៀតហើយហើយមុននឹងចូលទៅកាន់វីដេអូកុំភ្លេចជួយ like subscribe ឲ្យមីម្ដងផងណាអញ្ចឹងកុំឲ្យខាតពេលអ្នកនរគ្នាយូរយើងចូលទៅដល់សាច់រឿងបន្តទៅខ្ញុំម្ដងហើយព្រះនាងបន្តពីធ្វើមិនដឹងមិនលឺអស់រយៈពេល10ឆ្នាំមកនេះតើអាចទេដែលថាហេតុអ្វីបានជាឯងចង់ស្វែងរកការចងចាំឡើងវិញនៅពេលនេះតើព្រះអង្គកំពុងតែខឹងខ្ញុំមែនទេកាលពីខ្ញុំនៅក្មេងខ្ញុំធ្លាប់ខ្លាចក្នុងការស្វែងរកការចងចាំរបស់ខ្ញុំណាស់ពីព្រោះមិនថាការពិតទៅជាយ៉ាងណានោះទេចុងក្រោយខ្ញុំគង់តែត្រូវបាត់បង់ម្ដាយម្នាក់ដដែលកាលពីជាតិមុនខ្ញុំធ្លាប់ពេលខ្លះដែលខ្ញុំព្យាយាមប្រឈមមុខនឹងវាដើម្បីទៅហឺឌីនប៉ុន្តែចុងក្រោយវាមានតែធ្វើឲ្យសុខភាពរបស់ខ្ញុំទ្រទ្រាជាងមុនតែប៉ុណ្ណោះហើយបន្ទាប់ពីរៀបការរួចឯងបំរុងនឹងទៅស្វែងរកការចងចាំវិញមែនទេបន្ទាប់ពីធ្វើមិនដឹងមិនលឺអស់រយៈពេល10ឆ្នាំមកតើពេលនេះឯងទៅតែមានអារម្មណ៍ខុសមែនទេកុំធ្វើអ្វីទៀតគ្រាន់តែនៅស្ងៀមទៅបានហើយដោយដែលឯងធ្លាប់ធ្វើរហូតដល់ពេលនេះប៉ុន្តែគ្មានអ្វីផ្លាស់ប្ដូរឡើយបើសិនបើយើងគ្រាន់តែគេចបេះពីវានោះព្រះនាងព្រះម្ចាស់ក្សត្រនិងព្រះមេដាកំពុងតែរងចាំព្រះនាងហើយដូច្នេះនៅក្នុងជាតិនេះខ្ញុំមានបំណងប្រឈមមុខនឹងការពិតហើយបោះជំហានទៅមុខដោយមិនសល់ទុកនៅអតីតកាលដែលពោពេញដោយភាពស្ដាយក្រោយនៅខាងក្រោយខ្នងការដែលឯងធ្វើមិនដឹងមិនលឺតាមម្ដាយរបស់ខ្លួនឯងវាមានកម្រិតរបស់វាណាតើឯងអាចទៅជួបស្ត្រីម្នាក់នោះនៅមុនថ្ងៃពិធីរៀបការយ៉ាងដូចម្ដេចទៅស្ត្រីម្នាក់ដែលប៉ុនប៉ងស្រឡាប់ឯងនោះម្ដាយរបស់ឯងគឺយើងណាគឺយើងនេះហើយជាអ្នកពោពោះឯងរយៈពេល10ខែហើយបង្កើតឯងចេញមកនេះបលែឯងត្រូវតែធ្វើជាស្ត្រីម្នាក់ដែលទទួលបានក្តីស្រឡាញ់ឲ្យដូចជាម្ដាយរបស់ឯងម្នាក់នេះចូលគិតពីទីបញ្ចប់នៃស្ត្រីម្នាក់នោះដែលមិនទទួលបានក្តីស្រឡាញ់ចំណែននឹងអ្នកដែលគេស្រឡាញ់ឆ្លៀននេះតើវាជាជីវិតដែលគួរឲ្យអាណិតនិងអាសាបងយ៉ាងណាទៅនៅពេលដែលបំផ្លាញនៅទីបញ្ចប់បែបនេះកាលពីខ្ញុំនៅក្មេងខ្ញុំត្រូវបានគេចិញ្ចឹមបីបាច់ដោយបង្រៀនថានេះហើយជាក្តីស្រឡាញ់របស់ម្ដាយចាប់តាំងពីពេលដែលខ្ញុំចាប់ផ្ដើមមានរូបរាងពេញវ័យជាស្ត្រីមកខ្ញុំទទួលបានការគ្រប់គ្រងទម្ងន់យ៉ាងតឹងរ៉ឹងបំផុតហើយបានរៀនពីរបៀបដើម្បីទទួលបានក្តីស្រឡាញ់តាមវិធីនោះឲ្យតែខ្ញុំទ្រាំទ្រពីវាបានពួកអ្នកបម្រើនឹងមិនទទួលទណ្ឌកម្មជំនួសខ្ញុំឡើយវានឹងគ្មានហេតុផលអ្វីដែលអ្នកម្ដាយត្រូវស្អប់ខ្ញុំទេហើយគ្រប់គ្នានឹងមើលមកខ្ញុំថាស្អាតនិងស្រស់ប្រំប្រៃប៉ុន្តែនៅពេលខណៈពេលដែលខ្ញុំបានបីអេសែដែលទើបនឹងកើតនៅក្នុងរង្វង់ដៃខ្ញុំក៏បានដឹងខ្លួនថាប្រសិនបើអ្នកពិតជាស្រឡាញ់នរណាម្នាក់មែននោះអ្នកមិនអាចបារម្ភពីកូនប្រុសរបស់អ្នកខ្លាំងជាងកូនស្រីដែលហ៊ាននឹងរៀបការនោះឡើយបើសិនអ្នកស្រឡាញ់នរណាម្នាក់នោះអ្នកច្បាស់ជាទប់ចិត្តមិនបានឡើយក្នុងការមើលឃើញរូបភាពកូនរបស់អ្នកញ៉ាំអាហារយ៉ាងឆ្ងាញ់ពិសាថាគួរឲ្យស្រឡាញ់យ៉ាងណានោះទោះបីជាវាឈឺចាប់ក៏ដោយក៏ខ្ញុំត្រូវទទួលស្គាល់វាឲ្យបាននៅពេលនេះធ្វើជាស្ត្រីម្នាក់ដែលទទួលក្តីស្រឡាញ់ហើយហេតុដូច្នេះហើយឯងត្រូវតែដើរតួបង្អែកដ៏រឹងមាំមួយសម្រាប់រាយសារនៅវងមួយនេះដែលបងប្អូនរបស់ឯងនិងយើងបានរួមគ្នាបង្កើតអ្វីដែលកំពុងតម្រង់មករកខ្ញុំនេះវាមិនមែនជាសេចក្តីស្រឡាញ់ឡើយតើតាំងពីពេលណាមកដែលអ្នកម្ដាយខ្វល់ខ្វាយពីខ្ញុំខ្លាំងដល់ថ្នាក់នេះវានឹងមានបញ្ហាធំមិនខានប្រសិនបើផ្ទៃមុខរបស់កូនក្រមុំមានស្នាមរបួសនោះពីព្រោះតែខ្ញុំទៅធ្វើជាបង្អែកដ៏រឹងមាំសម្រាប់រាជសារនៅវងមួយនេះទីបំផុតឯងហ៊ានបុកដណ្ដាប់ដេកចំកណ្ដាលទ្រង់ម្ដាយរបស់ឯងទៅរួចមនុស្សមិនស្គាល់ខុសត្រូវពេលនេះនៅពេលដែលខ្ញុំបានសម្រេចចិត្តបោះជំហានទៅមុខហើយខ្ញុំត្រូវតែបន្សល់ទុកនៅអតីតកាលដ៏ល្ងង់ខ្លៅទាំងឡាយនៅខាងក្រោយខ្នងវាហាក់ដូចជាឈឺចាប់បន្តិចប៉ុន្តែម្យ៉ាងវិញទៀតវាបែរជាមានអារម្មណ៍ធូរស្រាលទៅវិញទីបញ្ចប់នៃសេចក្តីស្រឡាញ់តែម្ខាងដ៏គួររន្ធត់បលែលឯងក៏ដឹងរឿងនេះដែរនារីម្នាក់ចាំបាច់ត្រូវតែបង្កើតកូនប្រុសឲ្យគូសារខាងប្តីពីព្រោះវាជាពិធីដែលប្រកបបំផុតក្នុងការធ្វើឲ្យឋានៈរបស់ឯងនៅក្នុងគ្រួសារនេះរឹងមាំហើយក្នុងនាមជាបងប្អូនរបស់ឯងយើងណែនាំឯងបន្តិចទៅចោះសម្រាប់មនុស្សស្រីឯងមើលទៅរឹងមាំគំព្រុះពេកហើយ
ធ្វើខ្លួនជាស្ត្រីថ្លៃថ្នូរវាមិនអីទេប៉ុន្តែឯងត្រូវចេះធ្វើចរិតតាក់ទាញនៅលើក្រេបន្តិចទៅគេស្រឡាញ់អ្នកម្ដាយបារម្ភពីឯងខ្លាំងណាស់នឹងមែនអ្នកម្ដាយដែលបារម្ភកូនស្រីធ្វើមុខក៏អួយខ្ពើមសាហាវសូមប្រាប់អ្នកម្ដាយផងថាកុំឲ្យគាត់បារម្ភអីទោះជាទៅដល់ទីណាក៏ដោយកូនស្រីរបស់គាត់ម្នាក់នេះនឹងរស់នៅបានយ៉ាងសុខសប្បាយអូហូមើលព្រះនាងចោះទ្រង់មើលទៅដូចជាទេវតាចោះពីលើមេឃអញ្ចឹងនាងជាកូនស្រីដែលត្រូវបានចិញ្ចឹមថ្នាក់ថ្នមយ៉ាងមានតម្លៃខ្ញុំសង្ឃឹមថាព្រះអង្គនឹងស្រឡាញ់ថ្នាក់ថ្នមនាងចោះធ្វើដូចជាខ្ញុំមានជំរឿអញ្ចឹងទាំងដែលវាជាបញ្ជារបស់ព្រះចៅអធិរាជសោះហេតុដូច្នេះហើយក្រោមពរជ័យពីចក្រភពទាំងមូលខ្ញុំសូមប្រកាសភ្ជាប់ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរខ្ញុំសូមបួងសួងឲ្យអ្នកទាំងពីរមានសេចក្តីសុខនិងស្រឡាញ់គ្នាជារៀងរហូតតទៅសូមអ្នកទាំងពីរប្រកល់ស្នាមថើបនៃការសន្យាឲ្យគ្នាទៅវិញទៅមកទេពអប្សរព្រិលនារីក្នុងឈុតពណ៌សស្អាតបរិសុទ្ធដែលមើលទៅឥតខ្ចោះដោយការរៀបរាប់មែនហើយអ្នកទាំងពីរក៏បានថើបគ្នាអញ្ចឹងណាខ្ញុំគិតថាវាមិនមែនជាការសរសើរទាំងស្រុងនោះទេហើយយើងចាំបន្តនៅថ្ងៃស្អែកទៀតទេលោកម្ចាស់ពិតជាអស្ចារ្យណាស់ដែលអាចដោះស្រាយឯកសារយ៉ាងច្រើនរាប់មិនអស់បែបនេះអូយ៉ាពេលហ្នឹងជំនួយការបោះទូប្រុសយើងស្រែកភ្ញាក់នឹងដោយសារតែឃើញមុខទូប្រុសយើងនឹងកាចពេកតែកន្លែងហ្នឹងខ្ញុំមិនដាក់រូបទេដោយសារតែរូបនៅក្នុងអេបហ្នឹងវាកាត់ដល់ពេលមកអត់មើលយល់ទេវាកាត់ពាក់កណ្ដាលអញ្ចឹងអត់មានអីដាក់ទេហើយអ្វីបានជាលោកម្ចាស់មកទីនេះទាំងយកបត្រាបែបនេះតើខ្ញុំត្រូវការហេតុផលដើម្បីមកការិយាល័យរបស់ខ្ញុំមែនទេតែខ្ញុំមិនមានបំណងចង់មានអីបែបហ្នឹងទេតើយប់នេះមិនមែនជាយប់សំដំណេករបស់លោកម្ចាស់មែនទេមើលទៅឯងដូចជាសង្ឃឹមថាខ្ញុំនឹងមិនមកការិយាល័យអញ្ចឹងពិតណាស់ខ្ញុំមិនបានចង់នៅតែពីរនាក់ជាមួយនឹងមេទាំងយប់ជ្រៅបែបនេះទេជាពិសេសគឺមេដែលទៅរៀបការនៅថ្ងៃនេះតែម្ដងមេដើរមកការិយាល័យចំណិតរបស់ខ្លួនជំនួសឲ្យការទៅបន្ទប់គេងរបស់កូនក្រមុំក្នុងការផ្សំទំនេកវាពិតជាអពុទ្ធហេតុហើយបើមិនមានពាក្យអាចារ្យមារាមចម្លែកឆ្លងរាដាលទេនោះគាត់ឈ្គត់មែនតែនហើយមនុស្សញៀននឹងការងារម្នាក់នេះទោះជាយ៉ាងណាក៏ដោយតើលោកម្ចាស់ធ្វើអ្វីបន្តទៀតឥឡូវនេះនាងនិយាយថានឹងសហការឲ្យបានពេញលេញក្នុងការស្វែងរកការពិតពីក្រោយហេតុការណ៍កាលពី10ឆ្នាំមុនពិតមែនឬខ្ញុំមិនដឹងថានាងពិតជាបាត់បង់ការចងចាំមែនឬមួយក៏ធ្វើពុតព្រោះតែមានបំណងលាក់បាំងឬអ្វីមួយនោះទេប៉ុន្តែតើលោកម្ចាស់ពិតជាមានកម្រងនៅបន្ទប់គេងជាមួយនាងមែនទេយ៉ាងណាក៏ដោយនាងប្រហែលជាអស់កម្លាំងរហូតដល់គេងលងលក់ហើយមើលទៅវាច្បាស់ជាការវិភាគដោយនឿយហត់ខ្លាំងណាស់សម្រាប់ស្ត្រីទន់ខ្សោយដូចជានាងនោះម្យ៉ាងវិញទៀតវាមិនចាំបាច់មានពិធីផ្សំដំណេកសម្រាប់អាពាហ៍ពិពាហ៍តាមកិច្ចសន្យានោះទេហើយអង្គុយសុកហ្នឹងគេក៏បានសម័យដល់មុខទូស្រីគេត្រឹមអត់បានគេក៏បានងើបបំរុងទៅបន្ទប់ទូស្រីយើងចឹងណាស្មានតាទៅស្រាប់តែនឹកឃើញចង់ដឹងចង់ឃើញឡើងមកចង់ដឹងថាតើស្ត្រីដែលមុខដូចតុក្កតាម្នាក់នោះនឹងធ្វើទៅមុខបែបណានៅពេលដែលស្វាមីរបស់នាងទៅជួបនាងតាំងមិនបានស្វាគមន៍បែបនេះរាល់ពេលដែលខ្ញុំឃើញនាងមើលទៅដូចជាទុកច្រឡឹងណាស់ព្រិលពណ៌សដែលកោគ្នានៅខាងក្រៅបង្អួចជាមួយនឹងបន្ទប់ដ៏ត្រជាក់ស្រឹបរួមទាំងស្ត្រីដ៏បរិសុទ្ធក្នុងឈុតពណ៌សនៅក្នុងទិដ្ឋភាពមួយនោះខ្ញុំស្មានថានាងកេងលក់បាត់ហើយតើលោកឌូកហឺឌីនតើលោកមកតាំងពីពេលណាទៅហើយអ្វីបានជានាងភ្ញាក់ផ្អើលម្លេះយប់នេះជាយប់ផ្សំដំណេករបស់យើងតើវាមិនមែនជារឿងធម្មតាទេអីដែលប្តីប្រពន្ធត្រូវចំណាយពេលជាមួយនឹងគ្នានោះពីព្រោះតែខ្ញុំគិតថាលោកម្ចាស់នឹងមិនមកនេះទេទាំងដែលនាងនៅតែមិនទាន់កេងដើម្បីរងចាំយប់ផ្សំដំណេករបស់យើងនោះខ្ញុំគ្រាន់តែរងចាំក្រែងលោកមកប៉ុណ្ណោះលោកឌូកទេគឺមកពីវាហាក់ដូចជាមិនសូវសមរម្យសោះបើសិនជាលោកមកដល់ហើយខ្ញុំកេងលក់ចឹងតើនេះជាអ្វីវាគឺជាកិច្ចសន្យាយ៉ាងណាមិញព្រោះតែវាគឺជាកិច្ចសន្យាទៅខ្ញុំគិតថាត្រូវធ្វើលក្ខខណ្ឌអសរទុកបែបនេះទៅជាការប្រសើរមួយភាគីសន្យានឹងផ្ដល់កិច្ចសហការឲ្យអស់ពីសមត្ថភាពក្នុងការស្វែងរកការពិតនៅក្នុងហេតុការណ៍ឆាបឆេះព្រះរាជវាំងរបស់ព្រះមហេសីរយៈពេលនៃកិច្ចសន្យាគឺមានកំណត់1ឆ្នាំប៉ុន្តែដោយមិនគិតពីពេលវេលាកំណត់ឡើយកិច្ចសន្យាពីពិភាក្សានឹងត្រូវបញ្ចប់ភ្លាមនៅខណៈពេលដែលការពិតពីក្រោយហេតុការណ៍ត្រូវបានលាតត្រដាងការទទួលខុសត្រូវចំពោះការពិតនឹងត្រូវអនុវត្តទៅតាមច្បាប់នៃព្រះរាជាណាចក្រពី
ពាក្យថាការគោរពដែលបានលើកឡើងនៅទីនេះគឺមានន័យថាការបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាគូស្រករដោយយោគយល់ដល់កិត្តិយសនិងមុខមាត់របស់ភាគីម្ខាងទៀតដូចជាការទទួលទានអាហារជាមួយគ្នាមួយសប្តាហ៍ម្ដងឬការចូលរួមក្នុងពិធីជប់លៀងនិងកម្មវិធីសំខាន់ៗផ្សេងជាមួយនឹងគ្នាប្រហែលជាខ្ញុំមិនគួរសរសេររឿងទាំងនេះចូលទៅក្នុងតតែសោះដោយមិនដឹងខ្លួនបែរជាបញ្ចេញនៅក្តីឈឺចាប់និងអារម្មណ៍ដែលត្រូវបានគេបោះបង់ចោលកាលពីជាតិមុនទាំងស្រុងតើនាងនឹងធ្វើដូចម្តេចបើសិនជាខ្ញុំមិនបំពេញតាមលក្ខខណ្ឌកិច្ចសន្យានោះគឺគិតទៅវិញក៏ត្រូវមានការផាកវិន័យខ្លះដែរដើម្បីឲ្យគាត់យកចិត្តទុកដាក់លើកិច្ចសន្យានេះបើសិនបើអ្នកមិនបំពេញតាមលក្ខខណ្ឌនៃកិច្ចសន្យាចុះបើសិនជាខ្ញុំវិញខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកលេងលះឡើយមានអារម្មណ៍ថាគាត់ទៅតែសើចចំអកខ្ញុំឬមួយក៏ខ្ញុំគិតតែម្នាក់ឯងដោយសារហេតុផលខាងលើប្រសិនបើភាគីម្ខាងទៀតមានបំណងចង់រួមដំណេកភាគីនោះត្រូវបំពេញកាតព្វកិច្ចប្តីប្រពន្ធយ៉ាងច្រើនបំផុតឲ្យបាន2ដងក្នុងមួយខែខ្ញុំសន្មតថាពាក្យថារួមដំណេកដែលអ្នកបានលើកឡើងនោះមិនមែនមានន័យត្រឹមតែចាប់ដៃឬមួយក៏កេងនោះទេមែនទេជំទាវតើនាងកំពុងតែដេញជើងចង់ធ្វើជាស្ត្រីកំណានសម្រាប់កំដរលើក្រែរបស់ខ្ញុំមែនទេកុំនិយាយបែបហ្នឹងអីខ្ញុំគ្រាន់តែពីព្រោះខ្ញុំត្រូវការលេសមួយនៅអំឡុងពេលដែលខ្ញុំមានផ្ទៃពោះខ្ញុំគ្រាន់តែចង់រក្សាទំនាក់ទំនងល្អជាមួយនឹងលោកម្ចាស់ទោះបីជាវាត្រឹមតែក្នុងអំឡុងពេលនោះក៏ដោយទំនាក់ទំនងល្អអញ្ចឹងហ៎បើអញ្ចឹងមែនខ្ញុំគិតថាខ្ញុំគួរតែបំពេញកាតព្វកិច្ចប្តីប្រពន្ធនៅតាមមាត្រាមួយនោះហើយឥឡូវនេះតែម្ដងខ្ញុំមិននឹកស្មានសោះថាឌីននឹងក្លាយជាមនុស្សដំបូងដែលដេញជើងសុំបំពេញតាមមាត្រានោះប៉ុន្តែវាមិនមានការចាំបាច់ណាស់ណាដែលពួកយើងនឹងត្រូវរួមដំណេកនៅពេលយប់នេះទេតែខ្ញុំចង់នៅខណៈពេលនេះតែម្ដងហើយអ្នកទាំងពីរក៏បានអញ្ចឹងណាម៉ាអូខេអ្នកទាំងអស់គ្នារឿងរបស់យើងគឺបានចប់ហើយមុននឹងចប់កុំភ្លេចជួយ like subscribe ឲ្យមានម្នាក់មួយផងណាអរគុណសម្រាប់ការតាមដានជុកមក